បាទសួស្តីបងប្អូនថ្ងៃនេះមានខណៈ3ឈុតតែមួយឈុតនេះមានម្ចាស់ហើយបាទគាត់ជាវ4-5ម៉ែគាត់ថាចាំយកទៅប្រសិទ្ធិថ្ងៃសិលពេញបោសិលធំនេះបាទស្អែកថ្ងៃសិលពេញបោសិលធំនេះយកទៅប្រសិទ្ធិគាត់បាទខណៈនេះបានមកពីតំបន់ភ្នំខ្មោចទាំងអស់បងប្អូននៅភ្នំ1500ភ្នំខ្មោចហ្នឹងបងប្អូនខ្លះគាត់ថាភ្នំខ្មោចតិចនៅខាងព្រះវិហារទៅមិនមែនទេបងប្អូនភ្នំខ្មោចនៅខាងពោធិ៍សាត់នេះគឺភ្នំធំបាទភ្នំបន្ទាប់ពីភ្នំអរ៉ាល់មកគឺភ្នំខ្មោចភ្នំសំកុកហ្នឹងឯងដែលខ្ពស់ជាងគេបាទភ្នំនោះខ្ពស់ធំមែនតើបាទហើយមួយឈុតនេះរបស់ភ្ញៀវប្រទាលពីហ៊ុន3បាទប្រទាលពីហ៊ុន3បាទនេះវាធ្លាប់កាច់បាក់ចុងវាធ្លាប់កាច់បាក់ចុងហើយវាទៅដោះមួយថ្មទៅដោះមួយឈើឡើងអាឡូងខ្លួនវាបាទប្រសិទ្ធិស្អែកបាទហើយថ្ងៃនេះក៏បានមកពីភ្នំនេះដែរភ្នំសំកុកភ្នំខ្មោចហ្នឹងដែរបងប្អូនបាទថ្ងៃនេះបានមក2ថ្ងៃហើយអត់តន់ត្រាំប្រេងទេបងថ្ងៃនេះខ្ញុំបានត្រាំប្រេងឲ្យម្ចាស់ហើយថ្ងៃខ្មែរគឺសាច់បងប្អូនសាច់ស្អាតសាច់ម៉ត់អាឡូងស្អាតបងប្អូនបាទយើងយកទៅស្រួលប្រសិទ្ធិស្រួលដាស់យើងឲ្យគ្រូឲ្យលោកមានកថាមានកមួនញុកទៅញាត់ទៅហើយដើម្បីការពារប្រើខាងសឹកសង្គ្រាមបាទប្រើខាងសឹកសង្គ្រាមបាទបញ្ជាក់ខ្មែរយើងបាទខ្មែរយើងតាន់រៀងខ្លីទេតែបើខ្មែរក្រៅស្រុកវាតាន់រៀងវែងបាទគាត់ថាយើងប្រើខ្មែរយើងទៅវាល្អខ្ញុំស្គាល់គ្រូច្រើនគឺគាត់ថាស្រួលប្រសិទ្ធិបាទស្រួលប្រសិទ្ធិបាទហើយគ្រូខ្លះគាត់ឲ្យរកអាខ្មែរដែលធំពេលដែលយើងបានដូចថាជាប់អន្ទាក់ជាប់អីចឹងគេឲ្យយើងឧបកិច្ចសុំអ្នកតាព្រៃភ្នំនោះវាយបំបាក់ធ្វើខ្មែរកាច់បាទអាហ្នឹងសម្រាប់គ្រូខ្លះគាត់ធ្វើកិច្ចអញ្ចឹងហ្នឹងហើយហ្នឹងតាមអ្វីដែលខ្ញុំដឹងណាបាទហើយអាគូលើនេះបានមកពីភ្នំខ្មោចដែរបងប្អូនបាទតែខ្មែរវាមានផែនខុសគ្នាវាមានប្រភេទពួកកោងហើយនិងប្រភេទអត់កោងនេះខ្មែរយើងកោងប៉ុណ្ណឹងជួអសរស៊ីបងប្អូនបាទប៉ុណ្ណឹងជួអសរស៊ីបាទគេចារឿងត្រង់ចេះបាទរឿងត្រង់ចឹងប្រភេទខ្មែរយើងសាច់ស្អាតបើប្រភេទខ្មែរមកធ្វើទៀតខ្មែរក្រៅស្រុកសាច់ក្តាញ់សាច់កត់ដូចគេកន់ត្រីចឹងកន់ក្តាញ់ប្រយទៅខ្មែរហ្នឹងមកពីណាខ្មែរហ្នឹងមកពីវៀតណាមបាទនិយាយត្រង់ហ្នឹងគឺវៀតណាមតែម្ដងបាទហើយខ្មែរយើងគឺសាច់អញ្ចឹងបាទសាច់លាតអញ្ចឹងបាទសាច់លាតធម្មតាអញ្ចឹងទេបាទហើយបើសាច់ក្តាញ់ក៏វាមិនក្តាញ់ដូចគេដែរគឺរៀងអង្គន់តិចទេបាទហើយបើនិយាយពីការតាន់ខ្មែរយើងវាប្រភេទតាន់វាខ្លីតែបានសាច់ក្រាស់ដូចខ្មែរនេះអីសាច់ក្រាស់បាទសាច់ក្រាស់ហើយថ្មទលៀងមកគេនេះគឺឈុតតែម្ដងបាទគឺឈុតតែម្ដងនេះឈុតបាទឈុតនេះបាទអញ្ចឹងយើងប្រើខ្មែរយើងទៅវាល្អទី1យើងស្រួលប្រសិទ្ធិទី2យើងដឹងប្រភពថាអូខ្មែរហ្នឹងមកពីណាអញ្ចឹងបាទអញ្ចឹងយើងនាំគ្នាប្រើរបស់ខ្មែរយើងទៅគេថាខ្មែរជួយខ្មែរយើងអភិរក្សជំនឿដូនតាខ្មែរយើងប្រើរបស់ខ្មែរបាទទៅពេលអញ្ចឹងមកវាត្រូវយើងពេលការប្រើរបស់ថៃតែយើងវត្ថុស័ក្តិសិទ្ធិអ្នកខ្លះគាត់ប្រើរបស់វៀតណាមបាទប្រើរបស់វៀតណាមអញ្ចឹងបាទអញ្ចឹងមានតែប៉ុណ្ណឹងបាទអញ្ចឹងបងប្អូនចង់បានខ្មែរយើងទឹកដីខេត្តពោធិ៍សាត់តំបន់ព្រៃបាទនេះគឺរបស់ព្រៃបាទមួយប្រភេទជ្រូកកសិកម្មទេបាទជ្រូកកសិកម្មក៏ផែនក៏ខុសគ្នាពីជ្រូកខ្មែរយើងដែរបាទអញ្ចឹងសូមអរគុណបងប្អូនបាទអាចតាក់ទងតាមលេខបានបាទ